អាចនឹងសន្លប់លើកដំបូងរៀងខ្លួនហើយចូលឆ្វេងថែមស្ដាំរបស់សម្ដែងម៉ាត់ស្ដាំថែមទៀតសម្ដែងដើរចូលបោះឈ្មោះឆ្វេងកាប់កេងស្ដាំមកវិញពីចាន់ឌិនបាទអត់អីទេវាយដោះចេញមកបានស្ដាំឆ្វេងកែងទាញបានតែចាន់ឌិនក៏លើកជើងបាំងរួចទៅហើយចាន់ឌិនរៀងទៀបជាបន្តិចផងសម្ដែងតាមធាក់លោកគ្រូផាន់ដាក់ច្បួលអូយមកជើងបាត់កបាត់ហើយមួយជើងបាត់កបាត់ហើយជើងរបស់ពេជ្រសម្ដែងចូលពេញតែម្ដងចាន់ឌិនបើកភ្នែកមែនក៏ប៉ុន្តែងងឹតឈឹងបើកភ្នែកមែនប៉ុន្តែងងឹតឈឹងអូសម្ដែងប្រកួត3ដងឈ្នះទាំង3ដងវាយគេស្លាប់ទាំង3ដងឥឡូវប្រកួតលើកទី4ឈ្នះទាំង4វាយគេស្លាប់លើកទី4ដែរលោកគ្រូពេជ្រសុផាន់ម្ដាយពីរដៃកើបលុយឥឡូវនេះមកជើងភឹងបើកលុយទៀតបានរបស់ល្អពីណាមកចេះសម្ដែងអើយខ្ញុំមើលប្រវត្តិរូបគាត់តិចសិនបាទពេជ្រសម្ដែងនេះកម្ពស់1.70 m អាយុ18ឆ្នាំជាកីឡាករមានស្រុកកំណើតនៅឃុំមុខរាស្រុករុក្ខគិរីខេត្តបាត់ដំបងអ្នកបាត់ដំបងដូចខ្ញុំដែរបាទយើងមើលរូបភាពម្ដងទៀតបាទពីជ្រុងខាងនេះគាត់បោះម៉ាំងភឹងបាទមើលពីក្រោយបោះឆ្វេងទៅលំបើកឃុំចូលម៉ាំងទាត់នេះចំគោះចង្ការតែម្ដងបាទគោះធ្គាមបាក់សៅធ្គាមអូយបាទគាត់ដល់បេះធ្លាក់ឃុំតែបន្តិចចូលមកចង់ដាច់កកបងប្អូនណាមកជើងនេះបង្គោលខៀវកីឡាករពេជ្រសំដែងឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមវុធីចិនឌិនសន្លប់នៅក្នុងទឹកទី1